សំបីត CDC ហ្នឹងក៏ខ្ញុំឲ្យកែសម្រួលដែរឥឡូវយើងកំពុងធ្វើការកែសម្រួលក្រសួងស្ថាប័នរចនាសម្ព័ន្ធកាត់បន្ថយពង្រឹងនិងពង្រឹងហើយ CDC ដំបូងការព្រៀងដំបូងយើងពង្រីកខ្លួនមាននយោបាយកតាមានកាល័យនៅពេលដែលឥឡូវនេះគឺត្រឹមតែជាអង្គភាពទេគ្នាតែប្រហែលនេះអញ្ចឹងបើសិនជាយើងពង្រីកខ្លួនទៅជាក្រសួងនីតិវិធីការងារនឹងយឺតបាទខ្ញុំថាអត់ទេព្រោះយើងកាលកែចុះទៅយើងកាត់មកនយោបាយកតាខ្ញុំសញ្ញាឯកភាពឬតកាត់ក៏កាត់ស្រាប់តែក្រោយមកឮពង្រីក70កាល័យខ្ញុំថាអត់ទេឈប់ CDC យកទៅវិញបកគលភារកិច្ចជួនឯកឧត្តមសុនចន្ទថុលឯកឧត្តមកែវរតនៈឯកឧត្តមឈៀងយ៉ាណារ៉ាឯកឧត្តមជាវទីហើយថ្នាក់ដឹកនាំទៅកែឲ្យខ្ញុំទៅជាអង្គភាពពិសេសជាយន្តការពិសេសតូចមួយដែលសម្រាប់ជួយការងារ3ធំការងារមួយគឺបង្ការនេះបើន័យថាម៉េចមុននឹងឲ្យ license ទៅគេស្អីហ្នឹងយើងត្រូវគិតគូរឲ្យច្បាស់សិក្សាឲ្យច្បាស់វាយតម្លៃឲ្យច្បាស់ទី2ជួយមើលផងកុំឲ្យពេលដែលគេបាន license យកទៅមានបញ្ហាឧទាហរណ៍សូមបាន license ទៅធ្វើស្អីមួយចុះទៅបញ្ហាដីបញ្ហាគេត្រូវដោះឈឺក្បាលត្រូវរកធ្វើម៉េចវិធីណាដើម្បីមានយន្តការមុននឹងឲ្យ license ទៅគេយើងធ្វើdue diligence ប៉ុន្តែស្រាវជ្រាវបញ្ហាហើយសម្របសម្រួលគ្រប់ស្ថាប័នជាមួយខេត្តមួយអីទាំងអស់ដឹងថាអ្នកវិនិយោគបាន license ទៅក៏អត់ជឿក្បាលទៀតបង្ការកុំឲ្យមានបញ្ហាព្រោះរឿងឥឡូវដែលដោះស្រាយហ្នឹងគឺពេលដែលបាន license ហើយពេលខ្លះចុះទៅមានបញ្ហានៅខេត្តនៅអីផ្សេងអត់ទាន់ស៊ីសង្វាក់គ្នាជាមួយស្ថាប័នផ្សេងអាហ្នឹងតលតែពង្រឹងអាហ្នឹងទី2ពេលដែលបានចូលហើយនីតិវិធីក្រោយបាន license សម្រួលឲ្យគេនៅក្នុងការធ្វើទទួលបានអត្ថប្រយោជន៍វិនិយោគស្អីហ្នឹងបាទតាមដានត្រួតពិនិត្យមើលទៅគេធ្វើអីបានបង្ការបញ្ហាមានមួយមុននឹងឲ្យពេលដែលឲ្យហើយត្រូវតាមដានទៀតគេនៅពេលគេទៅមុនវាអត់មានឥឡូវស្រាប់តែមានយើងត្រូវធ្វើម៉េចដោះស្រាយឲ្យគេភ្លាមហើយទី3ក្រោយពេលគេរស់ហើយត្រូវយន្តការដោះស្រាយព្រោះយើងឥឡូវក្នុងអាណត្តិនេះពីអាណត្តិមុនយើងមានតែវេទិកាជួបរាជរដ្ឋាភិបាលម្ដងម្កាលជួបជាមួយយុរដ្ឋមន្ត្រីបន្ទាប់មកមានតែជាមួយជប៉ុនទេតែ2ដងក្នុងមួយឆ្នាំឥឡូវយើងបង្កើនជាមួយអឺរ៉ុបជាមួយអាមេរិកជាមួយចិនជាមួយអីផ្សេងទៀតដើម្បីឲ្យមានឱកាសជួបគ្នាតែជួបហើយដើម្បីកុំឲ្យតែកត់ត្រាជួបហើយគឺត្រូវរកវិធីដោះឲ្យបានល្អអញ្ចឹងយន្តការដោះស្រាយនេះគឺត្រូវឲ្យខ្លាំងអញ្ចឹងកុំបាច់រៀបជាក្រសួងព្រោះបើជាក្រសួងវាអត់ពាក់ព័ន្ធអា3នេះទេរៀបតែក្នុងយន្តការ3ហ្នឹងទៅជាត្រឹមតែអង្គភាពឬមួយអីទៅរឿងកម្រិតយើងចាបានទេប្រធានផ្នែកហ្នឹងចង់កម្រិតស្មើនយោគដ្ឋានក៏បានប្រធានយោគដ្ឋានក៏បានស៊ីសងយើងនេះឲ្យទេកុំរៀបចំបើសិនជារៀបនយោគដ្ឋានណាទៅរៀបការឡៃរៀបផ្នែកចំណោះអញ្ចឹងវា3ថ្នាក់ហើយបើធ្វើកាត់តតអ្នកនេះអត់ការងារធ្វើអញ្ចឹងកុំឲ្យមានតែម្ដងឲ្យមានតែមួយផ្នែកជាមួយក្រុមសម្រាប់នេះហើយឲ្យសិទ្ធគាត់ឲ្យកម្រិតនោះធ្វើទៅមកអញ្ចឹងបានន័យថារវាងពេលចូលនឹងចប់លំហូរនិងគេហៅកុំឲ្យវាទៅជាការិយាល័ធិបតេយ្យទៅជាស្រួលក្នុងការជួយសម្រួលនេះគឺជាអ្វីដែលយើងកំណែតម្រង់ហើយខ្ញុំឲ្យអាដាមសុនចន្ទលបងកុំមើលឯកសារដែលមានស្រាប់បងឯងធ្លាប់នៅ GE យករូបមន្តស្រាវជ្រាវពីប្រទេសផ្សេងមកប្រទេសណាដែលគេដើរល្អនៅសិង្ហបុរីនៅអីដែលដើរល្អគេមានស្តៀងគ្នានឹងយកអាហ្នឹងមកគូសហើយចាំយើងធ្វើលិខិតបទដ្ឋានគតិយុត្តដើម្បីបង្កើតអានឹងតាមគោលដៅកុំយកចងអានេះហើយបានទៅដល់នោះអត់ដឹងដើរដល់ណាដាក់គោលដៅឲ្យដើរសិនគោលដៅធំគឺដោះស្រាយបញ្ហា3នឹងរៀបចំមនុស្សរចនាសម្ព័ន្ធសិទ្ធឲ្យបានហើយធ្វើប៉ុណ្ណឹងហើយចាំយើងមកកែអាក្រិតប្រជាក្រិតជួយស្អីដើម្បីរៀបចំ